bốnឈ្មោះអីដែរបងខ្ញុំឈ្មោះលេងមុនឈឿនអូនជំរាបសួរបាទជំរាបសួរបាទហើយបងប្អូនទាំងអស់គ្នាឈ្មោះអីដែរបងកុងគាមកពីខេត្តណាស្រុកណាវិញមកពីស្វាយរៀងមកពីស្វាយរៀងហើយកំពុងតែហូបតរ៉េនហ្នឹងឆ្ងាញ់អត់ឆ្ងាញ់ផ្អែមខ្លាំងទៀតអូខេអញ្ចឹងហ៎ហើយចុះបាទអរគុណច្រើនចុះបងប្អូនកុងគាថ្ងៃខ្ញុំប៊ុនឈឿនបាទបងប្អូនប៊ុនឈឿនថ្ងៃនេះមកទិញតរ៉េនខ្ញុំហ្នឹងបានប្រហែលខ្ញុំទិញតរ៉េនបានមួយថងនេះសរុបទាំងអស់4គីឡូ2ខាំហើយមកប្រអប់នេះចូល2គីឡូជាងអូខេអញ្ចឹងបាទនៅទៀតអូខេអញ្ចឹងគង្គគាមែនទេគុំប៊ុនឈឿនបាទបងប៊ុនឈឿនបានហូបនៅមិញបានហូបហើយអ៊ំបានហូបឆ្ងាញ់អត់ឆ្ងាញ់អ៊ំផ្អែមហើយមុតផ្អែមហើយមុតបាទប្រៀបធៀបជាមួយតរ៉េនគេផ្សេងខុសគ្នាអត់ខុសគ្នាអ៊ំខុសគ្នាអូខេខុសគ្នាហើយមានចំណាប់អារម្មណ៍មិនជម្រាបដល់បងប្អូនយើងដែលអ្នកដែលនៅខាងខេត្តព្រៃវែងស្វាយរៀងឬក៏បណ្ដាខេត្តទាំងអស់នៅក្នុងប្រទេសរាជាណាចក្រកម្ពុជាមានអារម្មណ៍ថាសប្បាយពេលបានមកលេងចំការអ៊ំបាទព្រោះចំការអ៊ំល្បីយូរហើយអញ្ចឹងបាទហើយរសជាតិតរ៉េនយ៉ាងម៉េចដែររសជាតិតរ៉េនផ្អែមហើយឆ្ងាញ់ឆ្ងាញ់បាទអត់មានដែលខ្ញុំមិនមែនថាខ្ញុំឲ្យលុយឲ្យកាក់ដើម្បីឲ្យនិយាយណាអត់ទេណាអត់មានទេចេញពីបេះដូងបាទមានមេឃដីជាសាអូខេអរគុណច្រើនអញ្ចឹងប៊ុនឈឿនអញ្ចឹងចំពោះបងប្អូនជាកសិករនេះគឺជាបងប្អូនប៊ុនឈឿនដែលគាត់បានអញ្ជើញមកពីខាងខេត្តស្វាយរៀងហើយជាលើកទី1ហើយគាត់បានជួបខ្ញុំគាត់ថាខ្ញុំហ្នឹងគឺជាគេហៅថា idol ឬក៏ជាបណ្ដូលចិត្តរបស់គាត់បាទអញ្ចឹងគាត់សុំឲ្យខ្ញុំហ្នឹងថតរូបជាមួយគាត់ខ្ញុំក៏សុំគាត់ថាបង្កើតវីដេអូមួយជាមួយគាត់ដើម្បីនិយាយអំពីការពិតនៅក្នុងចំការតរ៉េនរបស់ខ្ញុំដែលមានរសជាតិឈ្ងុយឆ្ងាញ់បាទអញ្ចឹងអរគុណច្រើនមុនឈឿនបាទអរគុណបាទជម្រាបលាបាទបាយ